បាញ់ scan បានភ្លាមៗលើ barcode លើទំនិញដែលយើងមានណាបងតែបើអត់មានទេបងអាចហៅជាលេខកូដទំនិញហ្នឹងមកក៏បានឬក៏ឈ្មោះក៏បានដែរឈ្មោះទំនិញមួយហ្នឹងអញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំដាក់ស្វារេបើឈ្មោះស្រៀងគ្នាគឺវានឹងធ្លាក់មកជូនបងអញ្ចឹងខ្ញុំសុំរកទៅតាមប្រភេទ category ក៏បានខ្ញុំរកប្រភេទខ្សែកខ្ញុំជួយបតងសើចមកគឺបងនឹងឃើញឈ្មោះទំនិញទាំងអស់អញ្ចឹងគាត់ថាខ្ញុំយកស្វារេកូនកាត់តែខ្ញុំបានចូលនេះវាលោតតាមលេខកូដចាបងពីតិចដល់ច្រើនយេបងយេចឹងខ្ញុំចុចយល់ព្រមមកគឺបងនឹងឃើញឈ្មោះទំនិញមួយហ្នឹងអញ្ចឹងអតិថិជនដែលគាត់ទិញទៅគឺគាត់ឃើញតែឈ្មោះមួយហ្នឹងឯងហើយឃើញតែតងទៅនឹងតម្លៃអញ្ចឹងបើសិនជាករណីបងមានជាការ discount ជូនគាត់ដូចជា discount អីផ្សេងបងអាចចុច discount នៅ line នេះបានឬក៏មួយទៀតឧទាហរណ៍ថាគាត់មកដល់គាត់អត់ទិញមួយទំនិញគាត់មានទិញខ្សែកផងទិញកវ៉ាល់ផងទិញកងដៃអញ្ចឹងឧទាហរណ៍បង discount ទៅលើ item មួយណាឧទាហរណ៍ថាខ្ញុំហៅលេខកូដមួយផ្សេងទៀតសិនខ្ញុំអាចលុបនេះបានទេលុបបែបណាដែរបងលុបទំនិញហ្នឹងបានទេលុបបានករណីបងអត់តន់បង់ប្រាក់គឺអាចលុបបានអូខេចុះឧទាហរណ៍ថាខ្ញុំមកទិញស្វារេមួយខ្សែហើយនឹងជៀនមកវងបន្ទាប់មកលើជញ្ជៀនបងមានជាការ promotion discount ឲ្យគាត់ 10% ឬក៏ 5% អញ្ចឹងកន្លែងនេះបងអាចប្រើតទៅនឹងការ discount របស់យើងបាននៅកន្លែងភាគរយនេះបងអាចប្រើជា shortcut ក៏បានដែរបើបង start ប្រើ shortcut ជាងអញ្ចឹងណាបងចាអញ្ចឹងការ discount របស់យើងមាន2មាន discount លើវិក្កយបត្រនិង discount លើទំនិញ buy item ចឹងខ្ញុំ discount តែទៅលើប្រភេទចិញ្ចៀនទេខ្ញុំដាក់ 5% ខ្ញុំចុចយល់ព្រមចឹងកន្លែងនេះគឺបងនឹងឃើញចាប់ discount នៅសល់តែ 4750 ទេតម្លៃពេញ 5000 ចេះបងមុននឹងចូលទៅដល់ការបង់ប្រាក់គឺមានចំណុចមួយចំនួននេះបន្ថែមទៀតជូនបងឧទាហរណ៍បងចង់កែប្រែទៅលើព័ត៌មានទំនិញទី1ឬក៏ទី2ករណីទំនិញបងច្រើនបងអាចប្រើប៊ូតុងនេះបងឃើញប្រភេទមួយណាបច្ចុប្បន្នយើងកំពុងតែឈរលើទំនិញមួយហ្នឹងឬក៏ករណីបងប្រើ touch screen បងថាច់យកលើនឹងក៏បានដែរកុំព្យូទ័របាទបងសម្រាប់ memo កំណត់សម្គាល់នៅ line នេះគឺអាស្រ័យទៅលើព័ត៌មាន internal ខាងបងឧទាហរណ៍ថា discount $5មូលហេតុអីបាន discount បងចង់ឃើញនៅក្នុង report ឬក៏យើងទុកជា history ដូចគ្នាមូលហេតុអីបានក្រុមការងារ discount 5% ឧទាហរណ៍ថាគាត់ជាអ្នកស្គាល់គ្នាមួយបងជាមិត្តភក្តិបងឬក៏ជា special customer អីណាមួយឬក៏ទំនិញរបស់យើងមានបញ្ហាអីបន្តិចយើង discount ជូនគាត់អញ្ចឹងបងអាច memo បានបន្ថែមបងចុះចំពោះអ្នកដែលថា handle quick beauty អាហ្នឹងផ្សេងគ្នាបងផ្សេងគ្នាអូខេសំដៅទៅលើខាងខ្ញុំត្រូវទេបងតែដោយសារខ្ញុំយើងចាប់អារម្មណ៍ US system ទៅលើquick beauty តែ quick beauty ហ្នឹងចង់ដូរទៅ Sabrina វិញចឹងbeauty ចង់ដូរទៅចាចំពោះ Sabrina អាហ្នឹងដូរទៅAthena វិញដោយសារវាមាន mobile app ចាបងសម្រាប់លក្ខខណ្ឌនេះប្រហែលជារៀងខុសគ្នាបន្តិចបងអាចថាចាំចែកមួយសែអញ្ចឹងឈ្មោះ brand ថ្មីរបស់បងនេះឈ្មោះដូចបងផ្ញើខ្ញុំណាបងដើម្បីខ្ញុំអាប់ដេតព័ត៌មានចាអូខេបងចាំបងជួយចូលចាមួយសិនខ្ញុំបានតែផ្ដល់អូខេបងខ្ញុំបានតែផ្ដល់ព័ត៌មានអូខេបងអញ្ចឹងសម្រាប់កន្លែងនេះផាជាខាងបងអត់ត្រូវប្រើតែតងទៅនឹងរង្វាស់ខ្នាតទំនិញព្រោះទំនិញរបស់យើងដូចជាមានតែមួយខ្សែឬក៏មួយវងអីយើងអត់មានជាឡូជាបុកជាអីអញ្ចឹងបងអត់ត្រូវការប្រើទេសម្រាប់សញ្ញាខ្វែងនេះគឺសំដៅទៅលើការលុបទំនិញចាញ់យល់ថាគាត់មករើស3 4 5គ្រឿងហើយបន្ទាប់មកគាត់ចង់ដកចេញមួយវិញយល់ថាគាត់ចង់ទុកទិញពេលក្រោយឬក៏គាត់ធីងស្ទើរឬគាត់ចង់ដកចេញវិញបងអាចចុចប៊ូតុងខ្វែងនេះដើម្បីលុបទំនិញណាចេញមួយបានសម្រាប់សេចក្ដីនេះគឺតកតងទៅនឹងការកែប្រែទៅលើចំនួនទំនិញឧទាហរណ៍ថាគាត់មកទិញជានឹងដូចគ្នាតែចំនួន2អញ្ចឹងបងអាចកែបានអញ្ចឹងបើសិនជាតម្លៃដូចគ្នាទម្ងន់ដូចគ្នាព័ត៌មានទំនិញនឹងដូចគ្នាបងអាចដាក់ចំនួនកែបានតែបើសិនជាផ្សេងគ្នាបងអាចហៅលេខកូដផ្សេងមួយទៀតបានអញ្ចឹងខ្ញុំគិតថាករណីតម្លៃដូចគ្នាឬក៏ដូចគ្នាគិតថាដូចជាអត់សូវមាននៃប្រភេទគ្រឿងអញ្ចឹងណាក៏លំអៀងគ្នា1លី2លីដែរជាបងអូខេបន្ទាប់មកកន្លែង discount ដូចខ្ញុំបញ្ជាក់ជូនបងមុនហ្នឹងចាកន្លែងបូកដកនេះគឺសំដៅទៅលើការបូកដកចំនួនដែលគាត់ទិញពីយើងមួយឬក៏ពីរចាជាងបងអាចពិនិត្យមើលបានបន្ថែមនេះគឺជាតម្លៃសរុបមក$12250បើគិតជាលុយខ្មែរគឺចំនួន
49 លាន បើខ្ញុំចុចបងប្រាក់ទៅ ចាបងចុចបងប្រាក់ វាចូល វាទៅ system ចេះបងចូលអូតូហើយមានថា អត់អាចលុបកើត អត់អាចលុបកើតទេអ្នកដែលអត់មានសិទ្ធយេបងអញ្ចឹងសម្រាប់ cashier បងមានសិទ្ធបងអាចលុបពី back end ដែលខ្ញុំសូបងមុននឹងបានចេះបងអញ្ចឹងខ្ញុំសូមបញ្ជាក់នៅពេលដែលបងចុចបងប្រាក់បងអាចរើសវិធីសាស្ត្របងប្រាក់បានបន្ថែមទៀតនៅក្នុងនេះគឺខ្ញុំនឹងបង្កើតជូនបងបន្ថែមជា ABA ឬក៏ AC អញ្ចឹងដើម្បីកំណត់សម្គាល់ថាគាត់បងប្រាក់ហ្នឹងគាត់ទិញពីយើងគាត់ឲ្យសាច់ប្រាក់នៅខាងក្រៅឬគាត់ទូទាត់នៅក្នុងធនាគារដើម្បីយើងងាយស្រួលទូទាត់សាច់ប្រាក់ជាមួយទៅនឹង cashier របស់យើងដូចគ្នាដែរចា៎ បងចុះបើឧទាហរណ៍credit card ឧទាហរណ៍យើងបង់ទៅគេមិនអាចខាងធនាគារអីចឹងគេមិនឆាយពីយើង like 1.5 ឬក៏ 2% អីចឹងថាកន្លែងនេះដូចជាសេវាប្រចាំឆ្នាំឯងត្រូវអត់បងអានេះ like credit card ណាបើសិនជាភ្ញៀវ tap ទៅអាហ្នឹងខាងធនាគារគឺឆាយពីយើង 1.5 ឬក៏ 2% អីចឹងអាហ្នឹងខាង Visa ហ៎បង Visa Mastercard មានថាមួយ transaction មែនបងយ៉ាចាអាហ្នឹងវាយើងអាចកំណត់នៅក្នុង like back end ណាថាយេបងអូខេ like profit របស់យើងតិចជាងនឹងបន្តិច 1% យេបងកន្លែងនេះមានន័យចេះវិញបងកន្លែងនេះយើងអាចគាត់ទៅជាចំណាយមកវិញយេបងមានថាចំណូលពីការលក់យើងទទួលស្គាល់ប៉ុណ្ណឹងប៉ុន្តែយើងអាចគាត់ពី back end ថាជាចំណាយ credit card អញ្ចឹងបងអាចយោងទៅតាមលេខអតិថិជនដែលគាត់ទិញឬក៏យោងលេខ transaction ធនាគារបានឲ្យដឹងថាចំណាយមួយហ្នឹងកាត់ឡើងដោយសារតែ transaction អតិថិជនបាញ់លុយទៅ credit card មួយណាម៉ោងប៉ុន្មានអីអញ្ចឹងហ៎បងគាត់ថាជាចំណាយវិញអូខេចុះចំពោះ like បើសិនជាខ្ញុំចង់បើមាន full accounting មកខ្ញុំឧទាហរណ៍ back end នេះអាហ្នឹងវាគឺតសម្រាប់គ្រឿងឯងមែនវាអត់សម្រាប់តុកទូកៅអីអីចឹងឯងត្រូវ asset ត្រូវទេបងអត់ទេបងអត់តន់អាចគ្រប់គ្រងដល់ asset ទេបានតែចំណូលចំណាយចំណេញខាតយេបងអូខេអត់មាន balance sheet ទេយេអានោះវា like របៀប full set ទាំងចំណែក HR របាយការណ៍ balance sheet គ្រប់គ្រង asset គ្រប់គ្រង liability equity អីមានទាំងអស់បើករណី full accounting ណាបងចេះចឹងហ្នឹងយើងអាចចរចាមួយ sale បានណាចាបងបានបងអាចជជែកបានអញ្ចឹងក្រោយពីឈប់ meeting មួយបងខ្ញុំផ្ដល់ព័ត៌មានទៅកាន់ផ្នែកលក់ឲ្យគាត់តាក់ទងមកកាន់បងវិញអូខេបងអញ្ចឹងសម្រាប់បងជ្រើសរើសយករួចរាល់គឺបងអាចចុចបងប្រាក់បានមួយវិញទៀតអាចថាភាគច្រើនអតិថិជនដែលគាត់មកទិញគ្រឿងគាត់កំរវិចលុយនឹងដុំមកយើងណាបងតែបើសិនជាមានករណីហ្នឹងក៏អាចប្រើបានដែរឬក៏មួយទៀតគាត់អាចនឹងមានលុយខាងក្រៅខ្លះក៏អាចនឹងបាញ់តាមរយៈកងខ្លះអញ្ចឹងកន្លែងនេះបងអាចផ្លាស់ប្ដូរពី single payment ទៅបង mix method វិញអញ្ចឹង mix method ព្រោះយើងគឺ mix cash អញ្ចឹងមានភ្ញៀវណាគាត់ mix cash ដុំដែរយេបងបានមើលក្នុងឡានហើយមាន like មានអីគេបងផងមួយបងស្រីហ្នឹងឯរបៀបគាត់អញ្ជើញមកគាត់ចូលទាវដែរអញ្ចឹងណាហើយគាត់ចូលចែមួយប្តីគាត់អូនប៉ានេះទុកក្នុងឡានទៅនៅប៉ានេះយកចេញសិនដល់ពេលគាត់ស្រឡាញ់ចុះស្រឡាញ់ឡើងយេបងយេចឹងយើងអាចបត់បានជូនបងច្រើនអត់មានបញ្ហាទេអញ្ចឹងឧទាហរណ៍ថាគាត់ទូទាត់ជា cash ផងជា credit card ផងអញ្ចឹងបងអាចវាបញ្ចូល credit card មុនអញ្ចឹងឧទាហរណ៍ credit card គាត់ទូទាត់មកកាន់បងចំនួន$5,000អូខេបងអញ្ចឹងសល់ប៉ុន្មានគឺនឹងបង្ហាញជូនបងតកតងទៅនឹងជា cash នៅខាងក្រៅអញ្ចឹងឧទាហរណ៍ថាគាត់ឲ្យមកកាន់បងខ្ញុំសុំវាយឡើងនេះ00អញ្ចឹងបងទទួលពីគាត់នៅខាងក្រៅជាក់ស្ដែងមែនអូខេអញ្ចឹងខ្ញុំសុំទទួលពីគាត់ឧទាហរណ៍ថាខ្ញុំទទួលពីគាត់ចំនួន100005000ឈប់បងសុំតិច7300ខ្ញុំឧទាហរណ៍7300អញ្ចឹងយើងត្រូវអាប់ជូនគាត់វិញចំនួន$50ចា៎អញ្ចឹងបងអាចធ្វើការបោះពុម្ពបានបោះពុម្ពស្មើនឹងបញ្ចប់តកតងទៅនឹងការលក់ស្មើនឹងរក្សាទុកការលក់របស់បងអញ្ចឹងមានន័យថាចំណូលរបស់បងចុចបោះពុម្ពហើយចំណូលរបស់បងគឺនឹងកើនឡើងចំនួនប៉ុណ្នេះហើយចំនួនស្តុកទំនិញដែលជា
material របស់យើងគឺនឹងកាត់ stock អានេះ connect ជាមួយនឹង back printer end ចេះបងគឺជាមួយនឹង printer បងចុច print ទៅចេញ print វិក័យប័ត្រមកតែម្ដង អានេះមាន Bluetooth connect មែន printer អាស្រ័យទៅលើ printer ដែលបងប្រើភាគច្រើន printer ដែលយើងប្រើជាមួយទៅនឹង driver ឯងបងយើងដោតខ្សែ USB ចាបងអូខេបងអញ្ចឹងបងអាចចុចធ្វើការបោះពុម្ពបាន អានេះពីបងអញ្ចឹងទុក cashier មួយទុក ចេះបង account ទុក មួយ account មួយចេះបងអញ្ចឹងការបោះពុម្ពរបស់យើងអាចកំណត់បានអញ្ចឹងសម្រាប់ការបោះពុម្ពនេះខ្ញុំកំណត់ជា PDF សិនបើបងធម្មតាបង print ទៅចេញវិក័យប័ត្រមកហើយលើ receipt អញ្ចឹងកន្លែងនេះគឺអាស្រ័យទៅលើខាងបងដែរឬក៏បងព្រោះដោយសារតែ receipt ភាគច្រើនគឺជាកតា80 មីលីម៉ែត្រតូចតូចទេប៉ុន្តែបើសិនជាយើងលក់ជាប្រភេទគ្រឿងអាចថាបើសិនជាយើងប្រើ receipt តូចតូចអញ្ចឹងអាចថានឹងអត់សូវត្រូវបងដោយសារតែគ្រឿងគេធំធំដែរយើងចេញកតាតូចមួយអញ្ចឹងណាបងអញ្ចឹងសម្រាប់ដូចយើងចូល map ចូលអីបង receipt ចាបង receipt តូចចាជាកន្លែងនេះយើងអាចមានលក្ខខណ្ឌ customize បានបងចង់ប្រើម៉ាស៊ីន print A4 A5 វិញយើងអាចដាក់បានបើគេថា A4 អី premium ជាបង premium ជាង A5 ពីនេះខ្ញុំគិតថាប្រហែលគ្នាបង A4 និង A5 ព្រោះ stock ដែរគេប្រើទូទៅសម្រាប់ការលក់ដុំឬក៏លក់ទំនិញធំអញ្ចឹងណាបងអញ្ចឹងខ្ញុំមាន template ជូនបងអាចថាទៅវិញខ្ញុំផ្ញើជូនបងបើឧទាហរណ៍យើងចង់កែប៉ុន template តាម brand អីចឹងសម្រាប់ template យើងអាចកែប្រែបាន template បោះពុម្ពអញ្ចឹងណាបងប៉ុន្តែគ្រាន់ថាក្នុងមួយ PDF ហ្នឹងគឺបងដាក់បានតែមួយទម្រង់ទេគេថាប្រើទម្រង់មួយហ្នឹងប្រើមួយហ្នឹងចេះប៉ុន្តែគ្រាន់ថាឧទាហរណ៍ថាចង់ដកឬក៏ថែមថយអីយើងអាច update បានបន្តអូខេអញ្ចឹងខ្ញុំគិតលុយរួចរាល់អញ្ចឹងនៅពេលដែលគិតលុយផ្ទាំងនេះគឺអត់ទាន់បាត់ទេដោយសារតែយើងទុក display ឲ្យ cashier គាត់ធ្វើការពិនិត្យបន្ថែមករណីត្រូវ up លុយ up អីទៅវិញអញ្ចឹងណាបងអញ្ចឹងគឺគាត់គ្រាន់ចុចខ្វែងមួយឬក៏ enter ក៏បានដែរអញ្ចឹងស្មើនឹងការលក់ហ្នឹងបានបញ្ចប់ 100% ហើយចា stock របស់យើងកាត់ចេញចំណូលរបស់យើងកើនឡើងចំណាយថ្លៃដើមទៅលើរង material កើនឡើងដូចគ្នាអូខេបងតែ stock នៅក្នុងអីគេ stock នៅក្នុង back end ក៏កាត់ដូចគ្នាដែរអូខេបងអញ្ចឹងខ្ញុំបិទ POS សិនណាបងយើងចូលមកផ្នែក back end របស់យើងមកវិញអញ្ចឹងបងអាចឃើញតកតងទៅនឹងចំនួន stock នេះដែលខ្ញុំមើលមុនហ្នឹងយើងអត់ទាន់លក់ចេញឥឡូវហ្នឹងខ្ញុំលក់ចេញហើយអញ្ចឹងខ្ញុំគ្រាន់តែ filter មួយមក stock នេះនឹង update ជូនបងចាបងអាចចាប់អារម្មណ៍តកតងទៅនឹងក្របពេជ្ររបស់យើងថយចុះចេះបងចូលបើឧទាហរណ៍ like របៀបដូចខ្ញុំបានផែកមកអញ្ចឹងណានេះអញ្ចឹងនេះវាច្រើនគួយបញ្ចូលទៅចេះបងលុះត្រាតែយើងមាន template 3 provide ហ្នឹងក៏បងចេះបងលុះត្រាតែបងបញ្ចូលសិនបានអាចប្រើបានតនន័យទាំងអស់ហ្នឹងគឺបងត្រូវបញ្ចូលចេះអញ្ចឹងបងមាន template មកខ្ញុំទៅបានអូខេបងចាំខ្ញុំ download សុំមើលតិចមែនបងអូខេបងឥឡូវខ្ញុំមើលឲ្យ ChatGPT វា generate ឲ្យចឹងណាខ្ជិលគួយអូខេបងអាច generate ទៅតាម178អូខេបងចូលមកកន្លែង import ហើយយើងអាចធ្វើការ download យក template ហ្នឹងសិនបងអូខេអូខេបងនេះជា template របស់យើងចឹងខ្ញុំសូម highlight ចំណុចដែលយើងត្រូវការព័ត៌មានទាំងអស់ហ្នឹងព័ត៌មានចាំបាច់របស់យើងចូលកន្លែង import set up product ហើយ import នៅកន្លែង product ចាបង product set up product set up master data ហ្នឹងចា set up product okay and people import អូខេយល់អូខេបងអញ្ចឹងនៅពេលដែលបងធ្វើការ download មកបងឃើញព័ត៌មាននេះច្រើន template ហ្នឹងបងប៉ុន្តែបងអត់ចាំខ្វល់ពីព័ត៌មានទាំងអស់នេះដោយសារតែវាមានរឿងជាច្រើនភាគច្រើនសម្រាប់អាជីវកម្ម retail store បានត្រូវប្រើជាងអញ្ចឹងសម្រាប់បងគិតតែទៅលើ column ដែលខ្ញុំបាន highlight ពណ៌ក្រហមនេះដែលយើងត្រូវការប្រើចេះបងអញ្ចឹងមានទីមួយគឺតកតងទៅនឹងបើបងមានលេខ barcode បងអាច generate ដាក់ឲ្យហើយក៏បានដែរអានេះ like វាមានអី
cái à tre khang khổng là nó chỉ linh thật ត្រេខាងក្រោមនៅឡើយណាវិញ nó chỉ linh thật ចូលអត់បានទេបងគ្រាន់តែជា title នៃ template ហ្នឹងឯងចាអញ្ចឹងតកតងទៅនឹង column កែឈ្មោះបានក ែអត់បានទេបងបើសិនជាបងកែយើង import ចូលទៅក្នុងប្រព័ន្ធវិញ import អត់ស្គាល់ទេដោយសារតែវាខុស template ចាអញ្ចឹងករណីកែប្រែឈ្មោះឬក៏ delete column ណាមួយបងកុំ delete ឧទាហរណ៍ column brand ឬក៏ description ទី2នេះបងអាចត្រូវការប្រើឲ្យបងអាចទុក link ចោលបែបហ្នឹងបានអញ្ចឹងបងគាត់ដាក់តកតងទៅនឹងលេខកូដតំណែងរបស់បងមកបន្តមកទៀតតកតងទៅនឹងឈ្មោះ category តើជាប្រភេទមេឃពេជ្រក្របពេជ្រក្របពេជ្រ GRA ឬក៏ក្របពេជ្រធម្មជាតិក្របពេជ្រចិញ្ចឹមអីបងអាចដាក់មកបន្ទាប់មកបើ UM គឺសំដៅទៅលើរង្វាស់ខ្នាតបងគិតជាហ៊ុនជា G ឬក៏ជា unit ឬក៏ជា P សំដៅទៅលើរង្វាស់ខ្នាតតមកតម្លៃអញ្ចឹងចំណុចដែលសំខាន់ជាងគេគឺតកតងទៅនឹង costing ឧទាហរណ៍ថាបងគាត់ត្រាការលក់ចេញត្រឹមត្រូវហើយបងមានព័ត៌មានបើថាប៉ុន្តែ costing របស់បងដាក់អត់ត្រូវអញ្ចឹង costing ដាក់អត់ត្រូវសួរថា P&L របស់យើងឬក៏ចំណេញខាតរបស់យើងវាអាចយកជាការបានអត់ឧទាហរណ៍ថាខុសជាក់ស្ដែង$10តែយើងដាក់តែ$5ឯងហើយចំណូល$20អញ្ចឹងពីហ្នឹងវាមកបូកដកគ្នាត្រូវទេបងអញ្ចឹងគោលបំណងនៅក្នុងអាជីវកម្មគឺចង់ដឹងតកតងទៅនឹងប្រាក់ចំណេញអញ្ចឹងបើសិនជារបាយការណ៍របស់យើងអត់ត្រូវផងតើយើងអាចមានថាប្រាក់ចំណេញហ្នឹងវាអត់ real វាអត់ពិតប្រាកដអត់ជាក់ស្ដែងណាបងអញ្ចឹងចំណុចដែលសំខាន់ជាងគេគឺតកតងទៅនឹងថ្លៃដើមទំនិញរបស់បងត្រូវតែពិនិត្យដាក់ឲ្យបានត្រឹមត្រូវនិយាយបង base UM cost UM ហ្នឹងអីគេបង UM ហ្នឹងគឺសំដៅទៅលើ unit measurement unit ចាយើងហៅពាក្យកាត់ UM ហ៎បងរង្វាស់ខ្នាតកុំតើខ្ញុំខូចអានខ្ញុំសាកអូខេខ្ញុំសុំសាកមួយដែរ ប្រើ Windows ជិះមួយ Windows ចិត្តគឺអ្នកប្រើ Mac គេខ្ញុំចំណាយអ្នកប្រើ Mac ក៏គេកុំព្យូទ័រគេបាន10ម៉ោងអ្នកប្រើ Windows អ្នកប្រើ Windows ដូចជា អត់អីទេបងអត់ចង់ចូល អញ្ចឹងtemplate នេះមានជាសំណួរអីនៅពេលដែលបងធ្វើការរៀបចំបងអាចបញ្ជាក់មកបានបន្ថែមណាបងអញ្ចឹងចំណុចដែលសំខាន់គឺមានទាំងអស់ហ្នឹងអញ្ចឹងដូចខ្ញុំបញ្ជាក់មុនហ្នឹងអញ្ចឹងបើសិនជាបងប្រើប្រាស់ប្រព័ន្ធតែតកតងទៅនឹងថ្លៃដើមរបស់យើងអត់ច្បាស់ករណីបងមើល report ក៏វាអត់សូវត្រូវ 100% ដែរមានថាតើ report ចំណូលចំណាយដែលយើងកំពុងតែមានហ្នឹងយើងជឿជាក់ប៉ុន្មានភាគរយថានឹងត្រូវតាមភាពជាក់ស្ដែងនិយាយបងអូខេអញ្ចឹងខ្ញុំសូមបិទតកតងទៅនឹង file នេះមកវិញអូខេបងមានជាសំណួរនេះវាមាន like វាចាំខ្ញុំសួរបែតទៀតចឹងណាអូខេដោយសារវាមានដូច description 1 description 2បើសិនជាយើងអត់បញ្ចូលក៏អត់អីដែរthôiបងយេបងលើទី2 admin អាច log បានអត់អីទេអូខេ download យើងចឹងយើងគ្រាន់តែ download អាហ្នឹងទៅហើយ import ចូលយេបងបញ្ចូលទិន្នន័យទាំងអស់ហ្នឹងហើយនៅពេលដែលបងធ្វើការ import ចូលបងចូលមកកន្លែងហ្នឹងតដែរបងយកពាក្យថា select file បន្ទាប់មកយើងទៅរក file ដែលយើងបានបញ្ចូល data ទាំងអស់ហ្នឹងណាបងអញ្ចឹងបងចុចនិចបន្តទៅគឺអាចឲ្យបងធ្វើការ import បានដែរអញ្ចឹងមួយ file គឺបាន 1000 item យេបងអញ្ចឹងការ import នេះមិនទាន់បញ្ចូលតកតងទៅនឹងចំនួន stock ទេណាបងយើងមកបញ្ចូល stock ដើមគ្រានៅក្នុងមុខងារ adjust quantity មកវិញយេបងអញ្ចឹងនេះគឺជា process តកតងទៅនឹងការបង្កើតហើយនឹងការលក់ចេញពី POS ចេះបងមានជាសំណួរអីធំការរៀបចំព័ត៌មានតំណែងសិនទេបងមុននឹងយើងទៅមុខបន្តទៀតដូចជាមានគ្រប់អាហ្នឹងវាគឺជាដូចមួយដូចរបៀបខបពេជ្រនេះអីចឹងតែអានេះដាក់ស្វារៀងកកាត់ចឹងអត់អីទេថាយេបងមានន័យថាគ្រប់គឺយើងសំដៅទៅលើប្រភេទគ្រឿង
គ្រឿងអញ្ចឹងឧទាហរណ៍ថាបងមានយាយបងមានគ្រឿងថ្មីបងត្រូវយកជាគ្រប់ហើយចាំបងចូលប៊ូតុងញូបង្កើតឈ្មោះគ្រឿងថ្មីរបស់យើងដែរទៅតែដាំហើយទៅធ្វើហើយហ្នឹងហើយអេតតទៅនឹង material ចូលយេសម្រាប់ inventory គឺសំដៅទៅលើវត្ថុធាតុដែរដាក់ជា inventory ត្រូវហើយបងដាក់ទាំង inventory ផង group ផងតំណែងតែមួយឬក៏មិនវិញមានន័យថាអញ្ចឹងបងដល់តំណែងតែមួយប៉ុន្តែយើងចង់ស្រង់វាអានេះ category ថាយើងស្រង់តាម category ចេះបងអូខេ yes មានន័យថាទៅលើតំណែងដែលបងគ្រប់គ្រង stock ហើយជាប្រភេទវត្ថុធាតុដើមគឺបងត្រូវយក inventory ទាំងអស់អាចថាជាចំណុចចំណាំណាបងប្រភេទជាគ្រឿងគឺបងត្រូវយកវាជាគ្រប់យេបងហើយនៅក្នុងនេះក៏យើងមានតកតងទៅនឹងករណីមានជាសវិសឧទាហរណ៍ថាបងមានជាសវិសក្រម៉ែឬសវិសលៀងឬក៏អីផ្សេងបងមានជាការឆែកពីអតិថិជនអីផ្សេងបងអាចបង្កើតបានបន្ថែមទៅលើសវិសបានបន្ថែមចេះបងហើយសម្រាប់ topic នេះដូចជាបងអត់ត្រូវប្រើឯកន្លែងនេះអាចថាសម្រាប់អាជីវកម្មដែលគាត់ជាប្រភេទbeverage វិញបានត្រូវអញ្ចឹងណាបងអញ្ចឹងខ្ញុំបង្ហាញចេញ topic នេះជូនបងបើសិនជាអានេះយើងអាច set up like all client deliver យេបងservice មុនហ្នឹងបងអាច set បានហើយយើងអាចហៅ service ហ្នឹងចូលមកគិតលុយលក់ជា costing ចាបងវាអត់ចាប់ខុសឯ service មានតែចាប់តែតម្លៃឯងដោយសារតែប្រភេទសេវាកម្មដឹងចូលលុះត្រាតែយើងដឹកបានមានចំណូលអត់មានតកតងទៅនឹងវាបើខ្ញុំ pay ឲ្យគេយេបង pay ឲ្យគេនៅ line នេះបងអាចគាត់ជាចំណាយមកវិញយេបងតែអាហ្នឹងកន្លែង accounting ទៅយេបងនៅកន្លែង accounting post expense ហ្នឹងមែនយេបង post expense អូខេបងចឹងចំណុចដែលបងធ្វើប្រើកន្លែងនេះអាចថាមានតែ3ទេមាន survey group ហើយនឹង inventory យេបងអូខេអញ្ចឹងអាចារ្យ quantity គឺជាមុខងារដែលបង opening stock ដើមគ្រាដំបូងឬក៏នៅពេលដែលបងចង់កែតម្រូវ stock ឧទាហរណ៍ថាបងប្រើប្រាស់បានមួយរយៈឯងបងចាប់ផ្ដើមបងមាន routine មួយខែឲ្យក្រុមការងាររបស់បងរាប់ stock ម្ដងរាប់ក្របពេកឆែកមើលក្របពេកយើងត្រូវ stock អត់ចឹងបើសិនខុសឬត្រូវគឺយកមកក្នុងមកធ្វើការអាចារ្យនៅក្នុងមុខងារអាចារ្យ quantity យេអញ្ចឹងឧទាហរណ៍ថាខ្ញុំមកធ្វើការអាចារ្យខ្ញុំយកទំនិញនេះខ្ញុំដកប្រើប្រាស់ឬក៏ខូចឬក៏បាត់បង់យកខូចបន្ទាប់មកបងអាចរើសឈ្មោះទំនិញដែលខូចនឹងបានអញ្ចឹងឧទាហរណ៍ថាខ្ញុំឲ្យក្របពេជ្រ2លីផងខ្ញុំបងនឹងឃើញ quantity on hand បច្ចុប្បន្នគឺយើងមាន stock ចំនួន1850គ្រាប់ប៉ុន្តែខ្ញុំរាប់ទៅចុងគ្រាហ្នឹងឃើញមាន1ឬក៏2ដែលមានបញ្ហាឆ្កូតឬក៏ប្រេះអីយើងអត់ដាក់ជូនអតិថិជនទេអញ្ចឹងបងអាចវាយដកមកវិញបងអាចវាយសញ្ញាដកពីមុខណាបងអូខេដក2ឬក៏ដក20អញ្ចឹង2ឬក៏20នេះបងអាចនឹងចាប់អារម្មណ៍កន្លែង new quantity មានន័យថាក្រោយពីបងរក្សាទុកចំនួនតំណែងនេះគឺនៅសល់តែ848ដោយសារយើងបានដក2ចេញអញ្ចឹងសួរថា2ហ្នឹងទៅណា2ហ្នឹង system នឹងគាត់ត្រាទៅជាចំណាយថ្លៃដើមមានថាចំណាយព្រោះយើងបន្ថែមដោយសារតំណែងហ្នឹងខូចហើយយើងយកលុយទៅទិញគេអញ្ចឹងវាជាចំណាយរបស់យើងដោយសារតែយើងអត់អាចយកតំណែងហ្នឹងមកប្រើការបានអញ្ចឹងវាកើតត្រាចំណាយនេះគឺយកតម្លៃដើមដែលយើងទិញចូលអញ្ចឹងបើយើងទិញចូលមួយគ្រាប់$5ចំណាយរបស់យើងនឹងកើនឡើង$10ចេះបងក្រោយពីបងរក្សាទុកអូខេអញ្ចឹងខ្ញុំសូមធ្វើការរក្សាទុកអូខេបងអញ្ចឹងគឺបងនឹងឃើញតកតងទៅនឹង transaction របស់យើងអញ្ចឹងបងមានថ្មីទៀតបងអាចបង្កើតថ្មីបានបន្ថែមចេះបងកន្លែងនេះគឺជាការដាក់ stock ឬការកែតម្រូវ stock អូខេបងមួយវិញទៀតដែរបងតកតងទៅនឹងgenerate price label សម្រាប់អាចារ្យស្កនេះខ្ញុំសូមអត់តន់សូជូនបងទេដោយសារតែវាមានរឿងច្រើនហើយវាពាក់ព័ន្ធជាមួយទៅនឹងការបញ្ជីនៅផ្នែក back end មកវិញអញ្ចឹងខ្ញុំសូមអត់តន់សូជូនបងថាមុខងារអាចារ្យស្កហ្នឹងយើងមានន័យបែបណាជាទូទៅគឺយើងអត់សូវ recommend ឲ្យគាត់ប្រើអតិថិជនគាត់ប្រើលើការអាចារ្យស្កហ្នឹងខ្ញុំសូមចូលមកមុខងារមួយទៀតគឺ generate price label ដូចដែលបងសួរបងចង់ generate price label បិទជាមួយទៅនឹងគ្រឿងរបស់យើង
អូខេបងយើងមានជា price label ឬក៏ជា price tag អញ្ចឹងដូចជាប្រភេទអាជីវកម្ម retail store គឺគាត់មានបិទលើធ្នើប៉ុន្តែយើងបិទតែលើឲ្យបានរបស់យើងទេយើងអត់បិទលើធ្នើអញ្ចឹងបងអាចយក price tag បានបន្ទាប់មកបងរើសតាក់ទងទៅនឹងលេខកូដដែលបងចង់ print ទំនិញណាមួយដែលមាន barcode ឲ្យបងចង់ print អូខេស្វារ៉េកូនកាត់ខ្ញុំចង់ print ចំនួនមែនអញ្ចឹងចង់ print តែចំនួនមួយឯងចាំបង select មក quantity ឡើងនេះគឺសំដៅទៅលើ select តែបង print ចាញ់ចឹងខ្ញុំដាក់មួយដូចរបៀប price label price tag price label tag with special discount ណាហ្នឹងគឺវាមានទម្រង់ខុសគ្នាទៅជាបងទម្រង់ខុសគ្នាអញ្ចឹងបើសិនជាយើងចង់ print តាម back end ក៏បាន print តាម POS ក៏បានសម្រាប់ការ print label ចេញហ្នឹងយើង print ពី back end ទាំងអស់បង back end ទាំងអស់យេបងតែ like POS system ហ្នឹងអាហ្នឹងវាអាចវាស្គាល់ហ្មងវាស្គាល់ជាមួយ printer ស្គាល់មួយ price label ហ្នឹងមកមានន័យថាបងយកតម្លៃហ្នឹងទៅបាញ់គឺវាចាប់បានមកលើ POS ដែលខ្ញុំលក់មុនហ្នឹងណាបងប៉ុន្តែ like POS ហ្នឹងវាចេញតែមួយទម្រង់ហ្នឹងឬក៏វាអាចចេញច្រើនទម្រង់ដូចអានេះមាន price label price tag with special discount អូខេបងមានន័យថាកន្លែងនេះយើង print ចេញពី back end ប៉ុន្តែលើ POS បងបាញ់ tag មួយណាឬក៏ price label មួយណាក៏វាស្គាល់ដែរចេះបងអញ្ចឹងខ្ញុំសូមបញ្ជាក់តិចសម្រាប់ផ្នែក POS គឺយើងប្រើសម្រាប់តែការលក់មួយទេអត់អាចធ្វើអីបានក្រៅពីការលក់អីអញ្ចឹងសម្រាប់ការគ្រប់គ្រង data ការ set up អីផ្សេងៗគឺនៅ back end ទាំងអស់យកតែឧទាហរណ៍អានេះចឹងមាន promotion label តែអានោះ like យើងគ្រាន់តែចុច like កន្លែងភាគរយទៅហើយយេបងដើម្បី like លក់ចាញ់យេបងខ្ញុំសុំតិច promotion label នេះកន្លែងនេះវាមានពាក់ព័ន្ធជាមួយទៅនឹងការ set promotion អញ្ចឹងខ្ញុំឧទាហរណ៍ថាទំនិញនឹងមួយតម្លៃដើម$5ចឹងបើសិនជាបង print promotion ហ្នឹងវា generate ជាលេខកូដមួយទៀតអញ្ចឹងយើងយកលេខកូដ promotion ហ្នឹងបិទលើទំនិញថ្មីហ្នឹងអញ្ចឹងនៅពេលដែលបងចុចបាញ់លើលេខកូដថ្មីហ្នឹងវាចាប់ promotion ហ្នឹងអូតូហ្មងយើងអត់ចាំបាច់ទៅ discount ឬក៏អីផ្សេងទៀតទេអានេះអាស្រ័យទៅលើខាងបងប្រើតែបងចង់ប្រើមួយណាងាយស្រួលជាងឬក៏ខ្លះទៀតយើងតែងតែមានការបញ្ចុះតម្លៃ 5% បងអត់ចង់ set promotion អីញ៉ៃញ៉ៃទេនៅពេលដែលអតិថិជនមកទិញមាន discount យក$5មកក៏បានដែរចឹងអាស្រ័យទៅលើខាងបងជាអ្នកប្រើប្រាស់មុខវិញអូខេបងអញ្ចឹងតម្រងនេះអាចថាជាតម្រង default ទេមិនទាន់ត្រូវខាងបងទេចាំបងចុច generate មកតែបើសិនជាខ្ញុំចង់កែតម្រងអីចឹងខ្ញុំអ្នកកែឬក៏ខាងវិញអ្នកកែឬក៏ខាងខ្ញុំបើសិនជាខ្ញុំឲ្យ like ខាង designer ខ្ញុំអីចឹងឲ្យកែ image អីចឹងហើយបាញ់ទៅមកជាបងបានជាបងអាច design សិនហើយអាចផ្ញើមកបានដោយសារតែកន្លែងនេះត្រូវការខាងបច្ចេកទេសគាត់ចាគាត់ upload ឬក៏ time code បន្ថែមដើម្បីឲ្យពេលមកចាញ់ដូចអីដែលបងចង់បានចឹងយើងចាក់ដៃវាច្រើនឆ្នាំដែរចឹងណាចាហើយយេបងកងត្រាបងអីគេដំណាក់កាលម៉ានដូចជាម៉ានសុកខែដែរដូចជាយូរដែរបងអូខេខ្ញុំសុំមើលសិនតើតំណែងខ្ញុំបង្កើតនឹងមានលេខ barcode អត់ដូចជាអត់ទាន់បានដាក់លេខ barcode ចូលមុននឹងចឹងទៅពេលដែល print មកវាចាប់ណានដោយសារតែយើងអត់បានបញ្ចូលលេខ barcode ចឹងខ្ញុំឧទាហរណ៍តំណែងមួយនេះខ្ញុំឃើញខាង B advice គាត់ល្អលេខរបៀបកាត់ច្រើនមកនឹងដាក់ system nàyចាយេបងអាចថាខ្ញុំហ៊ាននិយាយថាចំពោះ system គ្រឿងអលង្ការនៅស្រុកខ្មែរវាមាន limit ច្រើនដែរចាបងវាប្រើជា old system អត់ដាក់ចូលយើងអត់អាច import ទៅនេះទៅនោះបានអីចឹងវាបានតែមួយហើយបើសិនជាមួយនឹង code តន្ន័យต้องបាត់តណាយេបងបងចាចឹងនៅពេលដែលបងចុច generate មកគឺនឹងចេញតកតងទៅនឹងលេខកូដទំនិញមួយហ្នឹងអញ្ចឹង template នេះគឺអាស្រ័យខាងបងចង់បានខ្សែกระดาษប៉ុណ្ណាអញ្ចឹងកន្លែង0នេះបងអាចបន្ថែមបានទៀតឧទាហរណ៍ថាបងចង់បង្ហាញតកតងទៅនឹងតម្លៃទំនិញហ្នឹងបិទជាមួយទៅនឹង barcode ហ្នឹងដែរអាចដាក់បានបន្ថែមចុច generate ចាអញ្ចឹងគឺនឹងចេញតកតងទៅនឹងតម្លៃទីដោយសារតែខ្ញុំ print barcode ក្របពេជ្រអញ្ចឹងចេញតម្លៃដែលយើងលក់ចេញហ្នឹង
okបង ok ឥ អូ ឡូ ខេ វ បងអាចសាកចុចសិនបានចឹងសម្រាប់ការ print បិទលើអីវ៉ាន់គឺបងយក price tag price label នេះអាចថាបងអត់សូវប្រើទេសម្រាប់ទៅលើការបិទលើធ្នើបងចឹងបងអត់សូវប្រើទេទៅតែ retail ឬក៏ mart បានត្រូវប្រើមួយវិញទៀតបងអាចតេស្តសិនបាន ចូលកន្លែង price tag ហើយបងរើសតំណែងដែលបងចង់ print ចេះបន្តមកដាក់ចំនួនស្លឹកដែល print ចាញ់បងចង់ print ហើយបង enter ក៏បានឬក៏ចុចសញ្ញា tick នៅខាងចុងក៏បានដែរហើយបន្តមករើសតាក់ទងទៅនឹងទម្រង់របស់យើងចុះថាទម្រង់នេះជា default លេខចឹងបងអាចតេស្តយក continue fit ក៏បានដែរតើបងចុចពាក្យ generate អានេះខ្ញុំwait បើសិនចុច continue ពីនេះអានេះខ្ញុំចាញ់ខ្ញុំចាញ់ចាស់វិញចាញ់យ៉ាងពីរបៀបខុសគ្នាទេមកខ្ញុំមានបងដាក់បាន quantity ដែររបៀបចាស់បងខ្ញុំចាញ់ customer display label ដូចអានេះចឹងណាខ្ញុំថតឲ្យមើលកុំព្យូទ័រខ្ញុំវាខូចអាចឆានសាវាខុស angle ខុស degree វាតិចវាខ្ញុំអត់បានយកវាទៅធ្វើអូខេបងកន្លែងហ្នឹងផាជាខុសនៅខាងលើបងខុសឡើងនេះចំណុចហ្នឹងនិយាយបងចំណុចហ្នឹងអត់អីទេបងយើង customize តម្រង់ជូនបងគ្រាន់តែផ្ញើ size กระดาษដែលបងចង់បានហើយនឹងពណ៌មានដែលបងចង់បានបងអាច design មកអញ្ចឹងភាគច្រើនឡាបែដែលយើងបិទលើគ្រឿងអាចថាអត់សូវធំទេបងតូចអញ្ចឹងណាចេះបងចុះអីគេខ្ញុំរៀង confuse ជាមួយនឹងណាបើ price tag ហើយនឹង price label ហ្នឹងតិចអូខេបងprice label គឺយើងករណីយើងចង់ print label ធំចាយថាអាជីវកម្មរបស់បងអត់សូវត្រូវដូចជាប្រភេទម៉ាតបង ម៉ាតគឺយើងមិនមាន sticker បិទតាមធ្នើតែបងចូលទៅមិនឃើញបិទតាមធ្នើអាហ្នឹងយើងហៅថាជា price label អញ្ចឹងបើសិនជាយើងបិទលើតំណែងយើងហៅថាជា price tag យេបងបិទលើតំណែង price tag price label គឺបិទទៅលើធ្នើយេគឺខុសគ្នាត្រង់ប៉ុណ្ណឹងបងតែព័ត៌មានអីគឺប្រហែលដូចគ្នាមានអីបន្ថែមទៀតទេអូខេអញ្ចឹងសម្រាប់ price tag with special discount នេះគឺករណីដូចតែបងចង់ discount ជូនអតិថិជនមុនហ្នឹងអញ្ចឹងយើងអាចចាំបាច់លើវាយលើ POS យើង scan barcode ថ្មីហ្នឹងគឺវាចាប់ discount ជូនបងអូតូអញ្ចឹងឧទាហរណ៍ថាបងបើកលក់ខពេជ្រដែរឧទាហរណ៍ខ្ញុំទៅទិញពេជ្រខពេជ្រ2លីជូននៅកន្លែងបងបន្តមកទៀតបងឃើញតាក់ទងទៅនឹងថែបនៅកន្លែងនេះបងឃើញមាន discount ជា amount ឬក៏ discount ជា percentage ឧទាហរណ៍ថាខ្ញុំយកជា percentage កន្លែងនេះគឺបងត្រូវវាយចូលជាភាគរយអញ្ចឹងមានន័យថានៅពេលដែលគាត់ទិញគ្រាប់ពេជ្រនឹងមកគ្រាប់ខ្ញុំ discount ឲ្យគាត់ 10% យេបើសិនជាបងយកជា amount កន្លែង discount នេះគឺបងវាជា amount ហើយមកគ្រាប់បង discount $1ចេះឬក៏បើបងឃើញពាក្យថា price នេះមានថាបងកែតម្លៃបងដាក់តម្លៃថ្មីពីមុនបងលក់ទៅ$10ប៉ុន្តែនៅពេលដែលគាត់មកទិញនៅពេលដែលបង promotion ហ្នឹងបងលក់ឲ្យគាត់តាម$8អញ្ចឹងបងដាក់តម្លៃយកបន្ទាប់មក quantity ឡើងនេះគឺសំខាន់ខ្ញុំសូមយក percentage សិនខ្ញុំយក discount 10% quantity នេះគឺសំខាន់មានន័យថាឧទាហរណ៍ថាបង discount គ្រាប់ពេជ្រ2លីហ្នឹងមែនតែបង discount ឲ្យចំនួនតែ100គ្រាប់ទេផុតពី100គ្រាប់ហ្នឹងគឺគាត់ឈប់ទទួលបាន promotion ហ្នឹងហើយអញ្ចឹងនៅក្នុងប្រព័ន្ធរបស់យើងគឺស្គាល់ដូចគ្នានៅពេលដែលបងបាញ់ barcode ហ្នឹងលក់អស់ចំនួន100 barcode ហ្នឹងគឺឈប់មានការ discount 10% ហ្នឹងហើយតួតំណែងនឹងដូចគ្នាក៏ដោយបងបាញ់ barcode ចាស់គឺចាប់តម្លៃ$10ដដែលប៉ុន្តែលុះត្រាតែបងបាញ់ barcode ថ្មីហ្នឹងមានន័យថាស្មើនឹងយើង generate barcode ថ្មីយកទៅបិទលើតំណែងហ្នឹង system វានឹង auto generate barcode ថ្មីជូនបងឧទាហរណ៍ថាខ្ញុំចុចមកសិនអូខេនេះបងអញ្ចឹងបងនឹងឃើញតាក់ទងទៅនឹង barcode ចាស់
bà cô cha phò dân đại lũ từ lại $10 hay nơi bây đại dân promotion cứ dân cắt bà cô tham mày đấy giờ đại chẳng nơi bây đại dân lụa trách bông scan bà cô tham mày nè trong bên nâng chập từ lại $4 đi một tay mà đỏ trẻ bộ chẳng nơi bây đại bông banh bà cô nâng lụa cho nên mà rồi bà cô nâng quặn một tinh tầm nính nâng đỏ đá có ở chập từ lại $4 này đây là sao tự dân bán lụa hay cho nên mà rồi trẻ bộ chẳng ai lụa bán lụa ra té chọc cho mùi từ nâng bà cô chịបងអាចថៃកន្លែងហ្នឹងគេច្រើនត្រូវជាមួយទៅនឹងខាង retail store ដូចជាប្រភេទ cosmetic ឧទាហរណ៍ថាទំនិញចិត្ត expire ឬក៏កៅអៅអីចឹងណាបងឧទាហរណ៍យេបង limited ឬក៏មួយទៀតដូចជាប្រភេទ krem លេខកូដតែមួយឈ្មោះតែមួយប៉ុន្តែ expire ខុសគ្នាឧទាហរណ៍ថា5ដើមនេះ expire មុនអញ្ចឹងយើង promotion អញ្ចឹងយើងយកបាកូដហ្នឹងទៅបិទលើអា5ដើមដែលជិត expire ហ្នឹងចេះសម្រាប់បាកូដ promotion នេះអាចប្រើបានលុះត្រាតែបងមានជា promotion អញ្ចឹងមុខងារ promotion អាចថាយើងនឹង detail ទៅមុខវារៀងច្រើនតិចបងចេះបងអញ្ចឹងសូមអត់ទាន់បង្ហាញទេដោយសារតែយើងអត់ទាន់មាន set promotion ណាមួយអូខេបងអញ្ចឹងខ្ញុំសូមអាចថាអត់ទៅច្រើនមុខងារស្មុគស្មាញឯងសូមទៅមុខងារងាយៗខ្លីៗហើយគឺជាមុខងារដែលបងត្រូវការប្រើប្រាស់ទៅមុនសិនយេបងខ្ញុំច្បាច់យកតែមុខងារណាដែលបងចាប់ផ្ដើមប្រើទៅមុនសម្រាប់ការ live ទីតាំងថ្មីនេះបើតាមខ្ញុំយកឃើញបើសិនជាករណីក្រុមការងារប្រើបងអត់ទាន់មានច្រើនអត់ទាន់មានអ្នកជួយជំនួសទេបងអាចប្រើ back end ទៅមុនសិនបងប្រើ back end ឲ្យ success ហើយអាចថា2សប្តាហ៍ឬក៏5សប្តាហ៍ក្រោយឬក៏3សប្តាហ៍ក្រោយចាប់បង start app មួយទៀតដើម្បីមានន័យថាចាំបងចាប់ផ្ដើមpromote app ឬក៏ដាក់តំណែងដែលលក់លើ app បន្ថែមទៀតអញ្ចឹងណាបងយើងអាចបែងចែកជាពីរ phase ទី1គឺបងប្រើ back end សិនបងអាចលក់បានទិញចូលបានត្រឹមត្រូវអស់ហើយចាំបង start មួយ app មួយទៀតចេះបងព្រោះពីបទពិសោធន៍ដែលយើងជួបយើងដាក់ជាមួយនឹងអតិថិជនផ្សេងៗក៏យើងប្រើដំណាក់កាលបែបហ្នឹងដែរដោយសារតែយើងខ្លាចថាដាក់ទៅច្រើនពេកទៅស្មុគស្មាញហើយបើសិនជាបងខ្វះខាតក្រុមការងាររៀងពិបាកដែរបងយេអូខេអញ្ចឹងខ្ញុំចាប់យកតែមុខងារដែលសំខាន់ទី1ការរៀបចំព័ត៌មាន product ការបញ្ចូលរង្វាស់ខ្នាតហើយចំណុចសំខាន់មួយទៀតគឺនៅពេលដែលបងធ្វើការទិញចូលមកវិញនៅពេលដែលយើងទិញចូល stock របស់យើងគឺកើនឡើងហើយអញ្ចឹងទិញចូលគឺយើងមានមុខងារប្រឆេះចាអញ្ចឹងយើងមានច្រើនជូនបងទិញខ្ញុំសូមយកអត់ទាន់ detail ជូនបងទេset up master data នេះគ្រាន់ជាការបង្កើតព័ត៌មានអ្នកគ្រប់គ្រងប្រាប់បងចឹងខ្ញុំសូមអត់ទាន់ detail ទេខ្ញុំសូមមកកន្លែង purchase order ជាទូទៅបងមានជាការកំងក្របពេជ្រឬក៏អីទៅកាន់ supplier មុននេះបងមានដែរបងអូខេអញ្ចឹងបងអាចប្រើជា purchase order បានឧទាហរណ៍បងកំងក្របពេជ្រ600គ្រាប់ឬក៏1000គ្រាប់យើងកំងភ្លាមអត់បានភ្លាមទេតែការដឹកជញ្ជូនអីផ្សេងអញ្ចឹងបងអាចចូលមកក្នុង sale order ចាចូលប៊ូតុង new អូខេបន្ទាប់មកត្រូវធ្វើការជ្រើសរើស supplier ផងបងឬក៏ vendor ផងបងចាបន្ទាប់មកឈ្មោះតំណែងដែលបងចង់ទិញចូលឧទាហរណ៍ខ្ញុំទិញចូលក្របពេជ្រ3លេបងទិញចូលចំនួនប៉ុន្មានឧទាហរណ៍ថា3000គ្រាប់បន្ទាប់មក costing នៅកន្លែងនេះបងទិញចូល30មុន$10ឥឡូវមានការប្រែប្រួលអត់បើ$10បងអាចទុកដល់ដែរបាទប៉ុន្តែឧទាហរណ៍ថាទិញមកសារហ្នឹងរៀងធូរថ្លៃជាងមុនឬក៏តម្លៃរៀងខ្ពស់ជាងមុនបងអាចកែប្រែបានឧទាហរណ៍ខ្ញុំដាក់$11ចឹងបងឃើញ suggest ខុសហើយមានណាខុសចាស់បើយើងតែ10ទេតែយើងទិញមកសារក្រោយ11អញ្ចឹងកន្លែងនេះ system នឹងកណនា cost average auto ជូនបងតែម្ដងវាចាប់ព្រោះថ្លៃដើមថ្មីហ៎បងយេថ្លៃដើមថ្មីអញ្ចឹងបើពេលយើង import ដោយឧទាហរណ៍គ្រាប់នឹងតែថ្លៃដើមពេលយើងអាថ្លៃដើមចូលទៅអាហ្នឹងវាគិតជា average cost យេបងអូខេអញ្ចឹងវាគិតជា average cost អាស្រ័យទៅលើ stock ទំនិញរបស់យើងទៀតឬប្រមាណ average ណាបងមានន័យថាប្រមាណ average តែយើងឧទាហរណ៍យើងបើសិនជាយើងញែកគ្នាអាហ្នឹងយើងអាចបែងចែកបានអត់ទេបង system បើសិនជាយើងដាក់ឧទាហរណ៍ក្របពេជ្រ3លេ2.0ហើយនឹងបង្កើតអីថ្មីមួយទៀត then is okay ទៅ
យេបងបើបង្កើតជាលេខកូដថ្មីមួយទៀតវាស្មើនឹងតំណែងថ្មីមួយទៀតហើយប៉ុន្តែ average វាអាចអត់សូវជាក់លាក់អីចឹងបើសិនជាយើងអត់តលក់ចាញ់អីអាច profit យើងទៀបជាងមុនក៏ខ្ពស់ជាងមុនអីចឹងអូយេបងកន្លែងនេះអាចដែរប៉ុន្តែមួយវិញទៀតពី business ឥឡូវណាបងតែខាងប្អូនជួបច្រើនភាគច្រើនគឺគាត់ប្រើជា average នឹងច្រើនជាងយេបងមូលហេតុ economy អត់ខុសគ្នាខ្លាំងទេបងទីមួយគឺវាពឹងផ្អែកទៅលើ quantity ឧទាហរណ៍ថាខ្ញុំទិញចូលជើងមុនឬក៏ខ្ញុំបញ្ចូលជើងមុន$10 1000គ្រាប់$10បន្ទាប់មកខ្ញុំលក់អស់ហើយខ្ញុំទិញចូលជើងទី2 3000គ្រាប់តម្លៃ$11អញ្ចឹងបើសិនជា stock របស់បងអស់វានឹងអូតូចាប់$11ហ្នឹងគឺជា cost average ប៉ុន្តែបើសិនជាករណី stock ចាប់របស់បងសល់តែ10គ្រាប់ឬក៏20គ្រាប់វានឹងបូកដកទៅតាមហ្នឹងអញ្ចឹង stock របស់បងអាចថានឹងពេលខ្លះគឺវាចាប់11ហ្នឹងតែម្ដងតាមលេខដែលវាកណនីឃើញណាបងអញ្ចឹងគឺវាយក cost ចាស់គុណជាមួយទៅនឹង quantity ចាស់បើសិនជាមានតែបើអត់មានទេគឺវាចាប់យកតំណែងដែលយកវានឹងចាប់យកតទៅនឹង cost ថ្មីនឹងអូតូចេះបងជាទូទៅតាមអាជីវកម្មភាគច្រើនគឺគាត់ប្រើបែបហ្នឹងបងបើថាសួរលំអៀងអត់គឺអត់លំអៀងខ្លាំងទេគឺអាស្រ័យទៅលើ stock ចាស់ដែលបងមានចេះបង stock ចាស់មានច្រើនជាងខ្លាំងអានឹងវាចាប់ខុសចាស់ជាបងវាអត់ចាប់ខុសចាស់វាកណនីប៉ុន្តែវានឹងអាច average វាអាចចន្លោះនឹងចន្លោះពី$10ទៅ$11ហ្នឹងអាចនៅ rank ហ្នឹងអញ្ចឹងណាបងចា$10.1.44ឬក៏0.50អញ្ចឹងទៅចាបងអូខេអញ្ចឹងនេះ like ចំពោះខាង back end is okay ដោយសារវា average yeah sell is a bit like different តិចណា yeah បើ sell វិញបើ sell អត់ពាក់ព័ន្ធទេបងកន្លែងនេះចេះមកវិញវាកែប្រែគឺកែប្រែតែទៅលើខុសទេប្រាយអត់ប្រែប្រួលទេវាថាវាអត់អូតូអាប់ដេតប្រាយវាអូតូអាប់ដេតតែខុសផងបងខុសខាងក្នុងរបស់យើងណាបងចាអញ្ចឹងប្រាយបងលក់ហ្មងគឺនៅប៉ុណ្្នឹងអត់ប៉ះពាល់ទេ yeah sell and imagine imagine អាចនឹងអាប់ដេតតិចយ៉ាបង imagine អាចឡើងចុះបន្តិចប៉ុន្តែកន្លែងនេះតាមបទពិសោធន៍ដែលយើងធ្លាប់ជួបឬក៏មូលហេតុដែលយើងដាក់បែបហ្នឹងក៏យើងសិក្សាច្រើនដែរបងភាគច្រើនអាជីវកម្មភាគច្រើនគឺគាត់ប្រើបែបហ្នឹងអត់សូវប្រើ FIFO ទេឥឡូវគឺវាពិបាកក្នុងការគ្រប់គ្រងដូចជាបងអញ្ចឹងឧទាហរណ៍ថាបងចង់គ្រប់គ្រង FIFO ពេលដែលគ្រាប់ពេជ្រ3លីថ្មីបងបង្កាត់3លីចុច1ឬក៏ចំណាំអញ្ចឹងនៅពេលដែលយើងគ្រប់គ្រង stock មកវិញឧទាហរណ៍ថាក្រុមការងាររបស់បងគាត់ញែក stock ហ្នឹងចេញជា2ជាក់ស្ដែងហើយនៅពេលដែលជាងយកទៅដាំគាត់យកមួយណាអញ្ចឹងពិបាកក្នុងការគ្រប់គ្រង stock មកវិញបានយើងប្រើជា average ជាទូទៅអាជីវកម្មគឺគាត់ប្រើជា average មកវិញបងអីគេបងគាត់ចូលក្នុង BNI បងមួយថ្ងៃឈ្មោះគេនេះចាំតមុខលេខឈ្មោះបាយស្គាល់ដែរហើយមកស្គាល់ហើយទោះតែជុំមកគាត់ច្រើនតែបងគាត់ចូលទៅក្នុង BNI ប្រហែល2នាក់ឯងបងស្អីបងពុតច្បាខាងខ្ញុំឬក៏ខាងអតិជនអត់ទេមិនមែនខាងអតិជនខាង BNI មកហើយគាត់ប្រម៉ូទទៅខាងPOS គាត់ខាង PM ស្រាប់ខាង BNI គាត់ចូលក្នុង BNI មួយម៉ាក់ខ្ញុំហើយជួបខ្ញុំពេលទៅ BNI អូខេបងភាគច្រើនផៃជាមានពុតច្បាដែលគាត់ចូលច្រើនជាងគេពីខាងខ្ញុំអញ្ចឹងបងគាត់អាចបងប្រុសមួយទៀតបងប្រុសមួយទៀតបងវ៉ាឌីយ៉ាគាត់មកថ្ងៃមុនហ្នឹងអូបងជួបគ្នាមួយឆ្នាំឥឡូវជួបគ្នាទៀតលេខនឹងវាពិភពលោកវាស៊ូចាអតិជនរបស់យើងដែលមកពី BNI នោះមានច្រើនដែរដូចជាខាងនេះបងដូចជាខាងជាធូអូឡ িম্প ិកគាត់លក់កណាត់ក៏ជាអតិជនកម្រងគាត់ក៏ខ្ញុំកាន់ផ្ទាល់ដែរនិយាយឲ្យដូចជាអាជីវកម្មថ្មីដែលទឹកតម្លៃដូចជាបងសៃពេជ្ររចនាដូចជាបងស្គាល់ហើយមើលតាមសសអញ្ចឹងណាក៏គាត់ប្រើដែរទឹកតម្លៃហើយមួយគ្នាដើមខែទៅបញ្ចប់ trending កាលពី2ថ្ងៃមុនមួយគាត់ដែរបងអូខេលយបងតែពេលបងកាន់គម្រោងថ្មីទៅ
hiện bàn thở ចាបង ដូចអេខ្ញុំដូចវារៀង impressive ដែរបងហ៊ានពី like របៀបខបពេជ្រញ៉ាបងផុតជំនាន់ហើយបងវ៉ាន់ឌីបាទតកែ អូខេបងកន្លែងនេះគឺបងនឹងឃើញតកតងទៅនឹងចំនួនណាមកដែលយើង order ពីគាត់សរុបអញ្ចឹងករណីដែលបងធ្វើការ order ទៅគេតម្រូវឲ្យបងធ្វើការ deposit បងអាចកត់ត្រាការ deposit នៅ line នេះបានអញ្ចឹងឧទាហរណ៍ថា deposit 50% ឬក៏ 100% បងអាចបញ្ចូលនៅ line ហ្នឹងបាន អានេះយើងអាចគិតជាក្រាតបានអត់ ក្រាតនៅ line នេះ quantity quantity line នេះបើសិនជាបងគិតជាក្រាតមកវិញទោះតែបងដឹងតែថានៅក្នុងមួយក្រាតហ្នឹងមានប្រមាណក្របតូចហ្នឹង ចុះបើឧទាហរណ៍យើងគិតជារបៀបមួយក្រាតហ្នឹងតម្លៃប៉ុន្មានអញ្ចឹងបានហើយបើអាយុ របស់យើងហ្នឹងយើង set up ជាក្រាតវិញ import យើង set up ជាក្រាត and then like ប៉ុន្តែនៅពេលជាអានេះយើងត្រូវតែអង្គុយរាប់អីពេចហ្នឹងជាបងកន្លែងនេះគឺបើសិនជាបងសិតអាចជាក្រាតមានថាជារង្វាស់ខ្នាតធំមកវិញអញ្ចឹងនៅពេលដែលបងដកទៅប្រើយើងអាចដកមួយគ្រឿងមួយក្រាតទេត្រូវអត់បងអញ្ចឹងយើងដកជាគ្រាប់តូចអញ្ចឹងកន្លែងនេះបងសិតអាប់យើងអាចសិតពីរង្វាស់ខ្នាតបងយើងសិតពីរង្វាស់ខ្នាត like ពី like ដូចជាដោយឧទាហរណ៍អានេះ like 1លីចឹង 5.05 ថាអានេះគេជាក្រាត 5.05 5ក្រាត 05 ហើយបានយើងដូចបានយើងញែកវាជា piece វិញបានទេបងដោយឧទាហរណ៍ក្នុងមួយក្រាតវាមាន1000គ្រាប់អីចឹងទៅស្មែប៉ុន្តែរង្វាស់ខ្នាតដូចគ្នាត្រូវទេបង1លីដូចគ្នាឬក៏2លីដូចគ្នាទាំងអស់ឬក៏មិនដែរឧទាហរណ៍1លីចឹងមួយក្រាតឧទាហរណ៍ណាបាន1000គ្រាប់អូខេបងអាហ្នឹងយើងអាចញែកបានញែកបានប៉ុន្តែកន្លែងនេះអាចថាមួយផ្នែកទៅបងច្បាស់ដែរឧទាហរណ៍ថាមួយក្រាត2លីបានតែ1000គ្រាប់ទេបើ5ក្រាតឧទាហរណ៍មួយក្រាតដូចគ្នាតែ3លីបានតែ500គ្រាប់អញ្ចឹងទៅអញ្ចឹងកន្លែងនេះយើងហៅថាជាការបង្កើតរង្វាស់ខ្នាតទី2អញ្ចឹងញែកជាក្រាតហើយយើងញែកជាចំនួនគ្រាប់យេបងចាអញ្ចឹងនៅកន្លែងនេះតកតងទៅនឹង base UM គឺយើងដេញពីតូចទៅធំវិញបងយើងចងពីតូចទៅធំ base UM កន្លែងនេះគឺសំដៅទៅលើរង្វាស់ខ្នាតដែលតូចជាងគេដែលបងមានអញ្ចឹងឧទាហរណ៍ថាខ្ញុំសូមបង្កើតរង្វាស់ខ្នាតបន្ថែមសិនអូខេក្រាតខ្ញុំសូមរក្សាទុកបងវ៉ាន់ឌីហើយនឹងបងហូជីមិនគាត់សារយេបងគាត់សារអូខេបងអញ្ចឹងឧទាហរណ៍ថាប្រភេទខពេជ្រ2លីនេះក្រៅពី unit ឬក៏ភេទហើយខ្ញុំមានជាក្រាតមួយទៀតអញ្ចឹងយើងអាច add unit measurement ឡើងនេះបានបងអញ្ចឹងខ្ញុំយកជាក្រាតមកបន្ទាប់មក point multiplier អញ្ចឹងមួយក្រាតហ្នឹងតើមានចំនួន2លីតូចនេះមានចំនួនប៉ុន្មាន unit អញ្ចឹងខ្ញុំឧទាហរណ៍ថាក្នុងចំណោមហ្នឹងជាទៅប្រហែលជាប៉ុន្មានដែរបងចឹងឧទាហរណ៍មួយក្រាតមានប្រហែលជា100ឧទាហរណ៍សិនណាបងមាន100គ្រាប់តូច2លីហ្នឹងអូខេអញ្ចឹង multiplier គឺសំដៅទៅលើមេគុណបន្ទាប់មកបងអាចធ្វើការរក្សាទុកបានអញ្ចឹងនៅពេលដែលបងទិញចូលឬក៏លក់ចេញបងអាចរករង្វាស់ខ្នាតមួយណាក៏បានដែរក្នុងចំណោម2ហ្នឹងអញ្ចឹងខ្ញុំចូលមកក្នុងមុខងារ order របស់យើងមកវិញបាយ set up អីគេហ្នឹង unit measurement យេបងអូខេបន្ទាប់មកយើងទៅ edit នៅក្នុងកន្លែង set up product នេះថែមតាក់ទងទៅនឹងរង្វាស់ខ្នាតទី2អញ្ចឹង base UM គឺសំដៅទៅលើរង្វាស់ខ្នាតតូចជាងគេបំផុតដែលបងប្រើប្រាស់អញ្ចឹងបើសិនជាធំជាងក្រាតហ្នឹងបងមានរង្វាស់ខ្នាតអីផ្សេងទៀតបងអាច add បានបន្ថែមអូខេដល់ចា like របៀបឧទាហរណ៍គ្រាប់ពេជ្រចឹងណា like ទោះវាជាក់លាក់ថាអូខេមួយក្រាតវាមាន1000គ្រាប់អីចឹងឧទាហរណ៍ណាប៉ុន្តែលើក្រោយវាអាចមាន998គ្រាប់អីចឹងណាដោយសារគ្រាប់ពេជ្រវាមានទំហំណាផ្សេងគ្នាទោះ
វាមកលេដូចគ្នាតែវាខុស ok គ្នាok ទីចឹង បងYeah អញ្ចឹងកន្លែងនេះនៅពេលដែលជួបករណីបែបហ្នឹងយើងបញ្ចូលជាចំនួនគ្រាប់វិញយើងអត់ចាប់បាច់បញ្ចូលជាការ៉ាទេបើសិនជាបងចូលជាការ៉ាកន្លែងនេះគឺវាចាប់1000គ្រាប់អូតូប៉ុន្តែបើសិនជាយើង every ចា time every time ហ្មងប៉ុន្តែបើសិនជាកន្លែងនេះយើងមានលក្ខខណ្ឌបត់បែនជូនបងមានជួបករណីបែបហ្នឹងយើងបញ្ចូលជាចំនួនគ្រាប់នេះមកវិញអូខេចឹងខ្ញុំសើទុក1000 multiplier ខ្ញុំទៅពុកតិនិយាយបងអាចទៅសិនបានចឹងសុំបន្តទៀតទីបងកន្លែង UM នេះយើងអាចដូរបាននៅពេលដែលបងទិញចូលជាក់ស្ដែងអញ្ចឹងខុសគឺវានឹងចាប់ទៅតាមខុសជាក្រាត់នឹងដូចគ្នាដែរចាបង អានេះវាអាចរៀន technical ជាងលក់កៅអៅអី យេអូខេជាងដាក់មួយក្រាត់អូខេអាចរក្សាទុកបានចាបងចឹង5000ចឹងករណីមាន deposit អីបងអាចបញ្ចូលបានបន្ថែមចុះឧទាហរណ៍ខ្ញុំ deposit ចំនួន3000ចាចឹងយើងរក្សាទុកអញ្ចឹងក្រោយពីបងរក្សាទុករឿងដែលកើតឡើងទី1 stock របស់យើងគឺអត់តន់ចូលទេគ្រាន់ជាការត្រាស់ order ទេប៉ុន្តែតកតងទៅនឹងសាច់ប្រាក់របស់យើងកន្លែងនេះគឺគាត់ត្រាស្មើនឹងអ្នកផ្គត់ផ្គង់របស់យើងចំពាក់ដោយសារតែយើងបាន deposit ទៅកាន់គាត់តែបានអត់តន់មកដល់អញ្ចឹងខែរបស់យើងគឺត្រូវថយហើយដោយសារតែយើងយកសាច់ប្រាក់ហ្នឹងទៅធ្វើការកក់ទៅកាន់ supplier របស់យើង Yeah ចាអាចរក្សាទុកបានអូខេបងមួយវិញទៀតនៅកន្លែងនេះគឺមានតកតងទៅនឹង stock alert ជូនបងខ្ញុំឧទាហរណ៍ថាបងធ្វើការ order គាត់តាំងពីខែមុនបងឃើញមានតកតងទៅនឹង transaction date ហើយនិង purchase date ឧទាហរណ៍ខ្ញុំ order តាំងពីថ្ងៃទី1 purchase date ហ្នឹងគឺជាថ្ងៃដែលយើងប៉ាន់ស្មានថាទំនិញហ្នឹងអាចនឹងមកដល់នៅក្នុងថ្ងៃណាចឹងបើសិនជានៅក្នុងថ្ងៃហ្នឹងហើយយើងអត់ទាន់ receive stock ចូលឬក៏អត់ទាន់ purchase ចូលទេនឹងមានថាស្បាលជូនបងនៅ line នេះឲ្យយើង follow up ទៅកាន់ supplier ឬក៏ឆែកថាទំនិញហ្នឹង late អីផ្សេងអញ្ចឹងខ្លាចដាច់ stock អត់មានគ្រឿងអត់អាចធ្វើគ្រឿងឲ្យអតិថិជនចាចឹងខ្ញុំសុំ sale អូខេអញ្ចឹងមកឃើញ status នៅ line នេះ pending ដោយសារតែយើងអត់ទាន់បានទិញចូលទេអញ្ចឹងនៅពេលដែល stock មកដល់ជាក់ស្ដែងបងចូលមក make ជា purchase ក៏បានឬក៏បងចូលនៅក្នុងមុខងារ purchase យកតែម្ដងក៏បានដែរអូខេចាចឹងខ្ញុំចូលមកក្នុងប៊ូតុង new ដូចគ្នាដើម្បីបង្កើតប្រតិបត្តិការទិញចូល slow តិចចាអញ្ចឹងនៅពេលដែលបងមកបើសិនជាករណីបងមានលេខ order ហើយបងអាចយោងទៅតាមលេខ order ដែលយើងបាន order មុនហ្នឹងបើអត់មានទេគឺយើងអាចបញ្ឆេះយកតែម្ដងអញ្ចឹងនៅពេលដែលបងយោងមកគឺធ្លាក់ទៅតាមចំនួនដែលយើងបានធ្វើការ order មុនហ្នឹងចាអញ្ចឹងឧទាហរណ៍ថាយើង order គេ1ក្រាត់ប៉ុន្តែនៅពេលដែលគេដឹកឲ្យយើងចំនួនហ្នឹងគឺអត់គ្រប់ទេអញ្ចឹងបងអាចធ្វើការកែប្រែបានបន្ថែមឧទាហរណ៍ថាគេដាក់ឲ្យយើងបាននៅក្នុងថ្ងៃហ្នឹងចូល stock តែចំនួន500គ្រាប់ឬក៏500 unit ទេអូខេអញ្ចឹងបងអាចដាក់ចូលប៉ុណ្ណឹងបានចាអញ្ចឹង stock របស់យើងក្រោយពីបងរក្សាទុកគឺចូលតែចំនួនដែលយើងបានបញ្ឆេះចូលទេចាហើយមួយវិញទៀតនៅកន្លែងនេះគឺវានឹងចាប់តកតងទៅនឹងសាច់ប្រាក់ដែលយើងបានធ្វើការ deposit ជាមួយនឹងគាត់មកដូចគ្នាចាបងចុះបងអាចធ្វើការរក្សាទុកបានចាក្រោយពីយើងរក្សាទុកយើងទៅជាមក យេបងបងឲ្យចំពោះ like attractive app អីចឹងណា like បើសិនជា logo យើងអាច animate អីបានទេបងពេលយើងចត់ចូលទៅក្នុង app ណាបានអូខេបងបច្ចុប្បន្នគឺអត់ទាន់មាន anime បងយេ animation like ពេលចត់ចូល app ទៅវា logo យើងអត់ទាន់អាចធ្វើបានទេដោយសារតែបច្ចេកវិទ្យាមួយចំនួននៅខាងយើងនៅខ្វះខាតចឹងណាបងអាចថានៅក្នុងស្រុកយើងអត់ទាន់មានអ្នក provide ឬក៏អ្នកដែលតន់អាចធ្វើបាន vendor supply មកកាន់យើងបានអីចឹងណាបងអូខេចាំពេលមានចាំមកនេះមកយេបងនិយាយបងតែមានតទៅនឹងការ update ថ្មីគឺយើង update តែបងយេបង
ចឹងបើសិនជាវិក័យប័ត្រមួយនឹងយើងអត់ទាន់ធ្វើការទូទាត់ទេដោយសារតែមុនហ្នឹងខ្ញុំគាត់ត្រាគឺខ្ញុំអត់ទាន់កាត់កងជាមួយទៅនឹងទឹកប្រាក់ដែលខ្ញុំបាន deposit ទេអញ្ចឹងវិក័យប័ត្រមួយហ្នឹងបងឃើញ no full paid មានន័យថាយើងអត់ទាន់បង់ប្រាក់ទៅកាន់ supplier របស់យើងចេះអញ្ចឹងយើងបែបមកមើលតើតើទៅនឹង purchase order របស់យើងវិញនៅកន្លែងនេះគឺវាដូរ status ដូចគ្នាខ្ញុំអាចទាញ status នេះរៀងធំបន្តិចយេបងprocess មានន័យថាយើង order គេមកក្រាត់តែជាក់ស្ដែងទៅបាន500គ្រាប់ទេនៅខ្វះ500គ្រាប់ទៀតអញ្ចឹងបើសិនជាមួយអាទិត្យក្រោយគេដាក់តំណែងជូនបងថែមបងអាចមកបញ្ឆេះចូលបានទៀតឧទាហរណ៍ថាបើសិនជាករណីគេដាក់ឲ្យយើងបានពាក់កណ្ដាលហើយបងថាតំណែងដែលនៅសល់ហ្នឹងបងឈប់យកហើយអញ្ចឹងបងអាចមកធ្វើការ clock តាក់ទងទៅនឹងការ order ហ្នឹងបានចេះបញ្ឆេះ order សិនអាហ្នឹងចេះបងបានបញ្ឆេះចូលពេលវាចាពេលមកដល់ប៉ុន្តែបើសិនជាករណីឧទាហរណ៍ថាបងទិញប្រភេទមាសបងទិញភ្លាមគេដឹកឲ្យបងភ្លាមបងអាចចាំបាច់ធ្វើ order ក៏បានដែរបងបញ្ឆេះយកមកចាដាក់បញ្ឆេះយកតែម្ដងបើដល់ខ្ញុំទិញមាសចូលបតង់យកអញ្ចឹងvendor នេះគឺបងអាចបង្កើតបានទៅតាម vendor របស់បងជាក់ស្ដែងបច្ចុប្បន្នអាចថាបងមានជា credit ជាមួយទៅនឹង supplier ឬក៏ vendor ឯងករណីចាប់ពាក់សិនណាអាចមានបងមានបងអញ្ចឹងទោះមានឬក៏អត់មានក៏ដោយគឺបងត្រូវតែធ្វើការបង្កើតមូលហេតុគឺងាយស្រួលសម្រាប់បងឆែក report មកវិញឧទាហរណ៍យើងចង់ដឹងយើងទិញឲ្យលុយគេអស់ហើយប៉ុន្តែអត់ដឹងថាទិញពីអ្នកណាខ្លះនៅក្នុងថ្ងៃណាទិញចូលចំនួនប៉ុន្មានទេអញ្ចឹងបើសិនជាយើងចង់ឆែកគឺរៀងពិបាកតែបើយើងអត់គ្រប់គ្រងព័ត៌មាន vendor ចេះអូខេអញ្ចឹងឧទាហរណ៍ខ្ញុំទិញមាសបើសិនជាករណីបងទិញចូលបងគិតជាតឡងគិតជាអីបងអាចបង្កើតរំលោះຂະຫນាតទី2បានបន្ថែមដូចមុនហ្នឹងណាបងចាខ្ញុំទិញចូលចំនួន set up unit measurement យេបង 20G អូខេមួយវិញទៀតដែរបងនៅពេលដែលបងទិញចូលភ្លាមបងទូទាត់ទៅកាន់ vendor ភ្លាមបងត្រូវវាយបញ្ចូលនៅកន្លែង paid amount យេអូខេបង copy មកក៏បានឬក៏បងវាបញ្ចូលក៏បានចឹងបងឃើញ remaining amount មានថាយកមានជាការចាប់ពាក់ទៅកាន់ call ដែលស្មើនឹងយើងទិញភ្លាមយើងទូទាត់ឲ្យ supplier របស់យើងភ្លាមកន្លែង paid amount នេះណាបងថាជាទូទៅអតិថិជនគឺគាត់បញ្ញាប់គាត់ចុចលឿនគាត់ភ្លេចបញ្ចូលឡើងហ្នឹងណាបងទៅពេលទៅមើលឃើញខ្លួនឯងចាប់ពាក់ vendor ចេះអញ្ចឹងកុំភ្លេចបញ្ចូលកន្លែង paid amount deposit is paying has PROI ចេះបងអូខេចេះបងអញ្ចឹងបងអាចកំណត់សង្កត់បងពីនេះបាន full paid យើងទូទាត់ពេញមិន full paid យើងអត់ទាន់ទូទាត់ឲ្យគាត់ទេអញ្ចឹងករណីបងចង់ធ្វើការទូទាត់ឲ្យគាត់ឧទាហរណ៍បងមាន credit មួយខែក្រោយឬក៏30ថ្ងៃក្រោយបានបងសងប្រាក់ទៅកាន់គាត់យើងមានមុខងារកាត់កងបំណុលទាំងមួយទៀតដែលយើងហៅថាជា vendor payment ចេះបងមួយវិញទៀតបងភាគច្រើនតំណែងឲ្យយើងបញ្ឆេះចូលឲ្យបងអាចនឹង refund ឬក៏ return ជាពិសេស return ទៅកាន់ supplier វិញទេបងករណី refund ឬក៏ return នេះអាចថាខ្ញុំសូបងនៅពេលក្រោយមកវិញខ្ញុំអាចថាសូតែអ្វីដែរសំខាន់នេះទៅមុនសិនអញ្ចឹងណាបងអូខេបងខ្ញុំចូលមកក្នុងមុខងារ vendor payment អូខេអញ្ចឹងនៅពេលដែលបងចូលមកលេខនេះ generate auto ជូនបងទេបន្តមកទៀតគឺតើតើទៅនឹងឈ្មោះ vendor ដែលបងចង់សងប្រាក់ទៅកាន់គាត់អញ្ចឹងបងគាត់ select ឈ្មោះគាត់នឹងមកបើសិនជាបងជាពាក់គាត់4ឬក៏5បងគឺនឹងធ្លាក់មកជូនបងទាំងអស់ហើយបងអាចធ្វើការជ្រើសបានតើបងចង់ទូទាត់ជាក់ស្ដែងទៅលើបងណាមួយជាឧទាហរណ៍បងនេះបងទូទាត់ឲ្យគាត់តែធំចំនួនណាមួយឯងអញ្ចឹងបងអាចវាយតែចំនួនដែលយើងចង់ទូទាត់ឲ្យគាត់ឧទាហរណ៍ខ្ញុំទូទាត់ឲ្យគាត់តែ1000សិននេះ1500ទៀតខ្ញុំអត់ទាន់ទូទាត់ឲ្យគាត់ទេបងចុច tick មកបងរក្សាទុកអញ្ចឹងបងនឹងឃើញតកតងទៅនឹង last balance ចុងក្រោយដែលយើងចាប់ពាក់គាត់នៅសល់តែ1500ឯងក៏ពីបងរក្សាទុកណាបងចាអញ្ចឹងក្នុងមួយវិក័យប័ត្រគឺបងអាចកាត់ទៅតាមដំណាក់កាលជាក់ស្ដែងបានបើសិនជាមានណាបងចាបងមានជាសំណួរអីបន្ថែមទេបងចេញខ្ញុំសូមរក្សាទុក discount penalty ដូចឧទាហរណ៍ like គេ discount ឲ្យយើងណាទេយេបងគេ discount ឲ្យយើងប៉ុន្តែពីនោះទៅករណីយើងបង់ late គេមាន
ពីនៃពីយើងចេះបងអាចបញ្ចូលបានបន្ថែម អី check full function លើការទិញចូលនេះមានជាសំណួរអីបន្ថែមទៀតទេបង ចំពោះការទិញចូលហ្នឹងអាហ្នឹងវាអាចមានសំណួរទៅលើពេលយើងចាប់ដៃវាតទៅមុខចឹងណាដូចជាមួយនឹង quick beauty ទិញចូលវាអីអត់តមាន អូខេបងចឹងតើតើទៅនឹង refund ឬក៏ តែទិញចូលមួយ return ទៀតមាន លក្ខណៈមិនដែរបង លក្ខណៈបើយើងធ្វើមួយសាក់ពីណា អូខេតែសម្រាប់ការទិញចូលនេះចប់បងខ្ញុំសុំបន្តិចអូខេបងអត់អីទៅសិនអូខេសម្រាប់back box POS របស់យើងបន្តិចវិញណាបងហើយបងមានសំណួរអីបន្ថែមលើការលក់ភាសាយើងមានមុខងារច្រើនអញ្ចឹងខ្ញុំច្បាច់យកតែមុខងារសំខាន់ទៅសិនខ្ញុំសូមបើក POS មកវិញលើការប្រើប្រាស់ POS នេះមានអីបន្ថែមទេបងចំពោះ POS ខ្ញុំដូចអត់ទាន់មានទេបងតែចំពោះ back end ខ្ញុំមានច្រើនជាងដូចយើងអាច implement back end សិនទៅសិនអញ្ចឹងណាឲ្យសាបអូខេបងសម្រាប់ URL នេះគឺជា URL testing ទេបងអញ្ចឹងបងអាចចូល test បាននៅពេលដែលយើងប្រើប្រាស់ជាក់ស្ដែងគឺខាងខ្ញុំនឹងធ្វើការ clear តាក់ទងទៅនឹងអញ្ចឹងមុខងារ e-commerce នេះខ្ញុំអត់សូវជូនបងបន្តនៅក្នុងទៀតចេះបងអូខេបងអញ្ចឹងបងអាច test សិនបានមានជាសំណួរអីបងអាចដាក់នៅក្នុងក្រុមបានបន្ថែមណាបងអូខេខ្ញុំសុំបន្តិចអូខេចូលច្រឡំខ្ញុំមានអារម្មណ៍ថាខ្ញុំឆ្ងល់ច្រើនណាស់អ្នកឆ្លើយអូខេអញ្ចឹងបងចូលមក edit អញ្ចឹងឧទាហរណ៍ថាស្វារ៉េវកូនកាត់នឹងមួយដូចគ្នាខ្សែមួយនោះអស់តែថ្លៃដើមប៉ុណ្ណឹងឯងប៉ុន្តែខ្សែផ្សេងទៀតបងនឹងអាចលើសខប់ពេជ្រមួយឬក៏ពីរគ្រាប់ឬក៏មាសអីច្រើនជាងនឹងអញ្ចឹងទៅអញ្ចឹងបងអាច edit បានមុននឹងបងធ្វើការលក់ចេញអូ5មក2តែចំពោះនៅលើ app វាតែមួយត្រូវដោយសារយើងដាក់link នៅក្នុង e-commerce តែមួយឯងចា៎តែយើងកែប្រែនៅក្នុង back end សិនមុននឹងយើងចុច POS លក់ចេញចា៎បងកែប្រែសិនអូខេបងចុះយើងអាចលក់ចេញហើយបានកែមែនអត់កែទេបងពួកអីកន្លែងនេះនៅពេលដែលបងលក់ចេញមួយវាគាត់ត្រា revenue មួយគាត់ត្រាខុសមួយ Yes បើបងកែមានថាកែសម្រាប់ការលក់លើកក្រោយអាផ្សេងហ្នឹងគឺយើងលក់បាត់ហើយហើយកែបាននៅពេលក្រោយពេលដែលលក់គឺកែបានតែប្រាយមួយគត់ Yes បើកែខុសបាននៅឡៃនេះគឺបញ្ហាខ្លាំងមកបងលក់ហើយកែខុសបានគឺបញ្ហាខ្លាំងព្រោះបញ្ហាឧទាហរណ៍ថាបងមានក្រុមការងារដែលឲ្យសិតគាត់កែចោះកែឡើងបង report ដឹងតែវល់ហើយ Yes ចំណូលចំណាយចំណេញអីចឹងណាបងអូខេចុះបើឧទាហរណ៍ឧទាហរណ៍បតោចូល10មកខ្ញុំហើយខ្ញុំលេខចូល back end 10ហ្នឹងlike មកស្តៀងគ្នាអានេះខ្ញុំលេខចូល app តែមួយឯងដើម្បីឲ្យ10មនុស្ស10នាក់ទៀត order ចាបងចំពោះកន្លែងនេះបើសិនជាតំណែងហ្នឹងដូចគ្នាតែមួយមានថាបតោហ្នឹងឧទាហរណ៍បតោរូបគោដាំពេជ្រទាំង10ចឹងស្មើតែមួយតំណែងទេប៉ុន្តែខុសវាអាចផ្សេងគ្នាចឹងយើងអាច edit បានចឹងយើងកែក្នុង back end សិនចាបង Let me know this ខ្ញុំសារផ្លេចដែរចឹងខ្ញុំជួបបាយច្រើនតិចមានអីបន្ថែមទៀតទេបង
សម្រាប់ hardware នៅទីតាំងថ្មីនោះដូចជាមានហើយនៅបងបើមានអាទិត្យក្រោយខាងខ្ញុំនឹងធ្វើការតឡើង POS ជូនបង hardware របៀបកុំព្យូទ័រ ចាកុំព្យូទ័រសម្រាប់ cashier គាត់លក់ POS ហ៎បង អាហ្នឹងអត់ទាន់មានហ៎បងតែបើអាចតឡើងនៅក្នុងកុំព្យូទ័រនឹងសិនបាន អូខេបង because អានេះខ្ញុំចង់សិក្សាស្រាវជ្រាវទៅលើ system ទៅលើ like mode ដែលខ្ញុំដាក់កំអងទៅលើនិយាយរួមទៅចង់ឲ្យវារៀង smooth សិនអញ្ចឹងណាចាំបើសិនជាខ្ញុំមានវាបុគ្គលិកហើយតែវាអាចវល់បើសិនជាយើងអត់មាន system អីជាក់លាក់អីចឹង ចាបង there are the obviously